រឿងកំណើតសត្វឆ្មាអតីតកក្នុងកាលនោះមានមហាឫសីមួយអង្គគង់នៅព្រៃភ្នំមួយឈ្មោះវុទ្ធីបពិតរតាំងចង្ក្រមភាវនាក្នុងទីភ្នំនោះជាអង្វែងឆ្នាំងមកនៅកន្លែងនោះមានស្រះ4គឺទិសបូព៌ា1ទឹកសិន1ប៉ះជិម1និងឧដុង្គ1ស្រះនោះមានទឹកថ្លាមានដុះឈូកក្រហមឈូកសនិងបុប្ផាផុំទាំងពួងជាទីសប្បាយនៃមច្ឆាគឹបបែបឯមាត់ច្រាំងក៏ជ្រៀលមុខគួរឲ្យសប្បាយពេកណាស់ស្រះទាំង4នៅឆ្ងាយពីអាស្រមប្រហែល1យោជន៍ព្រះឥសីក៏ធ្លាប់តាយទៅស្រង់ទឹករាល់ដងផងមានសម័យថ្ងៃមួយព្រះឥសីគង់ចម្រើនមេត្តាភាវនាដោយញញឈានលោកយៈសព្វគ្រប់ទៅឃើញថាមានទេពធីតាមកចាប់កំណើតក្នុងផ្កាឧត្តបលដែលដុះក្នុងស្រះខាងឧត្តរបានអាយុ9ថ្ងៃហើយតើអាត្មាអញក៏ខានទៅស្រង់ទីកឯស្រះនោះ9ថ្ងៃហើយដែរព្រះឥសីក៏ដាល់ស្មឹងស្មាធាគិតថាអាត្មាអញគួរតែយកមកចិញ្ចឹមមួយបាច់ថែរក្សាចោះគិតហើយក៏រៀបអង្គផ្ចង់ដំណើរតម្រង់ទៅទិសឧត្តរដល់ស្រះហើយព្រះឥសីឈរសម្លឹងមើលគ្រប់ផ្កាឧត្តបលមួយធំខ្ពស់ឃើញនាងទេពធីតាអង្គុយក្នុងផ្កានោះព្រះឥសីក៏ចុះទៅកាត់យកផ្កានោះមកហើយនិមន្តត្រឡប់មកកាន់អាស្រមវិញចិញ្ចឹមថែរក្សាជាសុខសប្បាយលុះដល់នាងធំក៏ឲ្យឈ្មោះថាឧត្តរបុប្ផាលុះបានអាយុ15វស្សាលោកតាក៏ភ្ញុកព្រះថៃនឹកអណ្ឌិតចៅស្រីព្រោះពេញរូបរាងទៅហើយនៅកំព្រាអ៊ិតគ្នានឹងលេងប្រឡែងឯងអបសុកវិតកចិនដូច្នេះគួរតែអញយកបុប្ផាមួយតងមកយប់ឲ្យកោតជាគ្នាក្រងបាងជា2នាក់ព្រះឥសីគិតហើយឆ្វេងយល់ថាឥឡូវបើយកផ្កាដតីផ្សេងមកជប់ជាមនុស្សទៅឃើញថាជាជាតិផ្កាដូចគ្នាដូច្នេះចាំយកជាតិដែលកោតចិនពីនាងផ្ទាល់វិញឥសីគិតហើយក៏ហៅនាងឧត្តរបុប្ផាមកផ្ដាំថាបើកាលណានាងធំពេញរៀងហើយមានរដូវចូលនាងប្រឌិតសម្លៃទុកឲ្យតានឹងជប់ឲ្យបានគ្នាក្រននឹងលេង2នាក់នាងឧត្តរបុប្ផាបានឮលោកតាមានពុទ្ធដីកាហើយក៏ត្រេកអរពុនពេកលុះដល់គម្រប់ពេលមានរដូវកាលណាហើយនាងក៏យកទៅថ្វាយលោកតាតាមបណ្ដាំលោកតាប្រាប់ទៅនាងថាចៅថ្ងៃស្អែកនេះចៅនឹងបានគ្នាជា2នាក់ក្រននិយាយលេងសក់អបសុខហើយវេលាយប់នោះនាងដេកពំលក់សក់ទន្ទឹងចាំតែព្រឹកឆាប់នឹងអាវបានគ្នាជា2នាក់លុះព្រឹកឡើងលោកតាក៏បិទទ្វារកដីតាំងវាយភ្នែនសង្រួមភាវនាវេទមន្តជប់បានជាឆ្មាញីមួយសបរនអបីអំពីលោហិតរដីដែលនាងប្រឌិតឲ្យទៅនោះរួចស្រេចហើយឥសីហៅនាងឧត្តរបុប្ផាមកហើយលើកឆ្មាហុចឲ្យនាងប្រាប់នាងថានេះជាគ្នារបស់នាងហើយសត្វនេះមានឈ្មោះថាឆាមាសត្វនោះចេះនិយាយគួសមជាមួយនាងក៏ទទួលយកមកថែរក្សាដោយសេចក្តីស្រឡាញ់ពេញចិត្តទុកដូចជាកូនឬប្អូនអោបដោះអូរ៉ាបីយកទៅក្នុងបន្ទប់ទៅណាមកមកតែងយកទៅតាមនិយាយគ្នាបីដូចមនុស្សដូចនេះលុះដល់អាយុនាងបាន17ឆ្នាំទើបឥសីដាក់កំណត់ច្បាប់មាត្រាឲ្យនាងកាន់កុំឲ្យភ័ន្តច្រឡំសម្រាប់ជាច្បាប់តទៅកូនចៅស្រីឯក្រោយទៀតគឺថាជាតិជាស្រីទាំងអំបាលម៉ានមិនត្រូវទាត់សត្វឆ្មានេះនឹងជើងឬវាយនឹងអំបោសឬមួយនឹងត្របុត្រត្រីអាំងកុំថាតែទាត់ធាក់សំបីតែដើរកន្លងក៏មិនបានដែរត្បិតសត្វនេះកើតឡើងដោយលក្ខខណ្ឌស្រីបើស្រីណាទាត់ធាក់ឬដើរកន្លងសត្វនេះហៅថាស្រីហិនលក្ខហើយបើប្រព្រឹត្តច្រើនដងទៅហៅថាស្រីខាត់លក្ខតមកប្រមាណ14ខែឆាម៉ាក៏កើតបានកូនឈ្មោលមួយទីឡើងទៀតគឺថាឆាម៉ាទាំងពីរនេះហើយជាកំណើតឆ្មាទាំងអស់និយាយពីស្ដេចអង្គនាមសោដតៈព្រះរាជបិតាលើករាជសម្បត្តិឲ្យកូនសោយរាជពីប្រជជនបានមកលីមុតព្រះបាសានៅនគរឈ្មោះតក្កសិលាស្ដេចថ្មីនោះសោយរាជឡើងពុំមានមហេសីទេត្រអោក្រសាលតែនឹងស្រីស្នំបរិវារលូអាន់វែងទៅស្ដេចទ្រង់ផ្ទុំវេលាយប់មួយលោកនឹកភ្ញុកព្រះថៃចង់ចេញទៅលេងព្រៃលូភ្លឺស្វាងកាលណាស្ដេចក៏ចេញចុងព្រះរាជរោងឲ្យនៅមានសពមុខមន្ត្រីគួលដោយសពដងលុះជួបជុំមន្ត្រីអស់ហើយស្ដេចមានព្រះបន្ទូលប្រាប់ថាយើចង់ទៅលេងព្រៃនៅថ្ងៃខាន់ស្អែកចូលរៀបចំពូលថ្មើរជើងនិងសេះដំរីរៀបចំស្បៀងអាហារក្រយ៉ាស្ងុយក្រន់គ្រប់គ្នាកុំឲ្យខ្វះ
អ្នកមានតបូលព្រះរាជអង្គការកាលណាក៏រៀបគ្រប់ប្រដាប់អ៊ឹតមានខ្វះពុលថ្មើរជើងពុលសេះដំរីរួយស្រេចហើយក៏ចូលក្រាបបង្គំទូលស្ដេចទ្រង់ជ្រាបលុះដល់កំណាត់ថ្ងៃហើយវេលាព្រឹកស្ដេចក៏យាងចេញទៅដោយមានអ្នកមានសេនាទាហានហែតាមលុះបាន4ថ្ងៃក៏បានទៅដល់ព្រៃហេមឹកវ័នស្ដេចក៏មានព្រះរាជអង្គការឲ្យបោះព្រះពលាមួយនៅទីនោះអស់ទាំងសេនាទាហានក៏ធ្វើជំរុំគ្រប់គ្នាតាមមុខរបស់ខ្លួនស្រេចហើយស្ដេចមានបន្ទូលបើកអំណាចឲ្យអស់សេនាលេងល្បែងភ្លេងច្រៀងរាំតាមចិត្តឲ្យសប្បាយក្នុងព្រៃនោះនៅពេលយប់នោះស្ដេចក៏ចូលផ្ទុំក្នុងព្រះពលាជ័យលុះអាធាតស្ងាត់ឮតែមាត់បាក់សីគ្រប់ភាសាយប់មុខគួរឲ្យស្រងេស្រងោចលន្លង់លន្លោចក្នុងប្រថីមមីនឹកគិតគ្រប់សពលុះភ្លឺស្វាងព្រះសូរិយាកាលណាស្ដេចក៏មានព្រះរាជអង្គការបង្គាប់ទៅរាជអាមាត្យឲ្យរៀបទីនាំងអសធ្វាព្រះអង្គនិងត្រេកមើលព្រៃកំសាន្តប្រថីជាមួយនឹងរាជអាមាត្យ2នាក់និងស្ដេចរួចហើយចេញល្ងាចត្រឡប់មកព្រះពលីជ័យវិញគ្រប់3ថ្ងៃនៅវេលាព្រឹកមួយស្ដេចក៏បរទីនាំងទៅដល់ស្រះកំណើតនាងឧត្តរបុប្ផាទ្រង់ទទៅឃើញទឹកដ៏រាំងថ្លាឃើញបុប្ផានិងមច្ឆាគ្រប់បាបហែបហែវជ្រួលជ្រវាត់មុខគួរឲ្យទ្រង់សັບព្រះថីនឹងចុះស្រង់តើបស្ដេចមានបន្ទូលទៅអាមាត្យទាំងពីរថាយើងងូតទឹកស្រះនេះឲ្យត្រជាក់កាយសប្បាយចិត្តសិនសេមបន្តដំណើរទៅតើបឈប់លែងពាជីឲ្យស៊ីស្មៅរួចផ្លាស់ព្រះពោះស្រាស្រេចស្ដេចយាងតាមឆ្នេរស្រះទៅឃើញមានផ្លូវទុកស្ដេចនៅក្នុងប្រទេសថាយីព្រៃនេះជាស្មោះសនដ្ឋានស្ងាត់ណាស់ម្ដេចឡើយក៏មានផ្លូវមនុស្សដើរដូចនេះរួចស្ដេចមានបន្ទូលទៅអាមាត្យទាំងពីរថានៅចាំយើងទីនេះចោះយើងដើរទៅមើលត្រង់នោះបន្តិចស្ដេចយាងតាមផ្លូវព្រះឥសីទៅបន្តិចបានក្រឡេកមើលឃើញអាស្រមស្ដេចនឹកក្នុងព្រះថីថារងនេះជារងអីទេជាផ្ទះព្រានព្រៃទេឬអ្វីព្រះអង្គចេះតែយាងចូលទៅឯព្រះឥសីកំពុងឆាន់នាងឧត្តរបុប្ផាកំពុងអង្គុយគៀកលោកតាលុះស្ដេចយាងដល់ទៅទួយនាងក្រឡេកមើលឃើញនាងក៏ស្ទុះចូលទៅក្នុងបន្ទប់ព្រះឥសីសួរទៅនាងថាម្ដេចក៏ស្ទុះរត់ចូលក្នុងនាងនិយាយតិចទូលឥសីថាមានមនុស្សពីណាដើរចូលមកព្រះឥសីក៏បាយព្រះភុកទុតយល់ដូចនាងទូលមែនហើយឯព្រះរាជាលុះយល់ច្បាស់ដូច្នេះហើយក៏ចូលមកដល់ទីនេះទើបស្ដេចទូលឥសីថាខ្ញុំព្រះករុណាមកពីនគរតក្កសិលាឥសីឆ្វេងយល់មួយរំពេកថានេះជាស្ដេចទើបព្រះអង្គសួរទៅទៀតថាស្ដេចចៅមកទីនេះប្រាថ្នាអ្វីព្រះបាទសោដុតទូលឥសីតាមដំណើរឯឥសីឆ្វេងយល់ថាស្ដេចអង្គនេះហើយត្រូវជាគូនឹងនាងឧត្តរបុប្ផាលោកហៅចៅស្រីឲ្យចេញមកថ្វាយបង្គំព្រះរាជាហេតុតែជានាងមានលក្ខក៏ចេញមកថ្វាយបង្គំព្រះរាជាតាមពុទ្ធដីកាព្រះអង្គក្រឡេកយល់នាងក៏យល់ព្រះភុកព្រះអង្គច្បាស់ហើយចាប់ចិត្តទៅវិញទៅមកទើបព្រះឥសីមានពុទ្ធដីកាថាស្ដេចចៅនេះហើយដែលជាគូនឹងនាងតាំងតែអំពីអតីតជាតិមកម្លេះក្រានោះឥសីសួររកសេនារិហពលព្រះបាទសោដុតក៏ទូលថាខ្ញុំព្រះករុណាយកតែអាមាត្យពីរនាក់មកតាមទេឥឡូវឲ្យឈប់ចាំនៅឯមាត់ស្រែខាងទិសឧត្តរឯណោះត្រង់ថាខ្ញុំព្រះករុណាត្រូវជាគូស្រករនឹងនាងនេះក៏ស្រេចតែលោកតាបើសពព្រះថៃយ៉ាងណាខ្ញុំព្រះករុណាទទួលធ្វើតាមទាំងអស់ឥសីបញ្ជាទៅវិញថាបើដូច្នេះសូមស្ដេចចៅថយទៅរៀបចំសង់រោង3ល្វែងហើយរົບការឲ្យបាន7ពណ៌យកមកចងផ្ដុំជា3បាច់ទុកឲ្យតាប្រសិទ្ធពៃពឲ្យបានគ្នាជាប្តីប្រពន្ធសុខសប្បាយតទៅស្ដាប់ពុទ្ធដីកាហើយក៏រុះរាន់ថ្វាយបង្គំលៀងយាងមកដល់ទីកន្លែងស្រះដែលឲ្យអាមាត្យចាំហើយបបួយអាមាត្យត្រឡប់ទៅកាន់ពលីជ័យវិញដល់ហើយបញ្ជាអ្នកមានសេនាគ្រប់ក្រុមឲ្យរៀបចំសង់រោង3ល្វែងតាមបង្គាប់ឥសីបានរួចស្រេចក្បួនតបព្រមទាំងភ្លេងទ្រយៈតន្ត្រីពីរោះល្វឹងល្វើយទៅដង្ហែនាងឧត្តរបុប្ផាពីអាស្រមឥសីនិមន្តទាំងឥសីឡើងគង់ព្រះវស្សលៀងដង្ហែនមកកាន់ព្រះពលីដល់ហើយព្រះតាបោះតាំងសូត្រទឹកញាក់មតុនព្រះឥសីក៏បាច់ផ្កាបន្ទីពណ៌នោះថ្វាយពរជ័យដល់គូស្រករថ្មីនេះ3ថ្ងៃតមកទើបព្រះអង្គនឹងនាងជាយាថ្វាយបង្គំឡាលោកតានាងក៏ស្រក់ទឹកភ្នែកនឹកអាល័យលោកតាព្រោះតាំងពីកោតមកពុំដែលបែកទៅណាសោះឥឡូវមិនដឹងជាកៅណានឹងបានមកថ្វាយបង្គំវិញទេគ្រាន់នោះឥសីបានផ្ដាំនាងថាបើនាងទៅដល់ប្រាសាទហើយមុននឹងឡើងទៅលើប្រាសាទនាងត្រូវអោបសត្វឆាមាហើយដែលពុតបិក្សិន3ជុំរួចសើមឡើងទៅក្នុងប្រាសាទនោះទើបនាងបានសុខបានសិរីសួស្តីនាងស្ដាប់សពគ្រប់ហើយក៏លីចេញទៅ
លុះទៅដល់ព្រះរាជវាំងហើយមុននឹងចូលក្នុងព្រះដំណាក់នាងបានធ្វើតាមបណ្ដាំឥសីឥតឲ្យឆ្គងក៏បានប្រកបដោយសេចក្តីសុខចម្រើនរហូតទៅទំនងជាដោយសាររឿងនេះទេដឹងបានជាខ្មែរយើងមានទំនៀមមួយក្នុងពេលធ្វើពិធីឡើងផ្ទះថ្មីគឺគេនិយមអបឆ្មាមួយហើយដើរទៅទឹកសិន3ជុំហើយស្រេចទើបគេឡើងនៅ